សូមថ្វាយបង្គំព្រះថេរានុថរៈគ្រប់ព្រះអង្គជាទីសក្ការៈនិងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពនិងជាទីស្មោះស្ម័គ្រថ្ងៃនេះខ្ញុំបាទផៃស៊ីផាន់អ្នកនាំពាក្យមានសេចក្តីរីករាយនិងកិត្តិយសដ៏ខ្ពង់ខ្ពស់គោរពថ្វាយនិងជូននៅព័ត៌មានរបស់រាជរដ្ឋាភិបាលតេជោនៅក្នុងបរិបទខ្សែព្រំដែនកម្ពុជាវៀតណាមយើងឃើញថានៅក្នុងពេលថ្មីនេះសាធារណជនបានទទួលដំណឹងតាមរយៈសារព័ត៌មានមួយចំនួនដែលបានបង្ហាញអំពីអ្នកតំណាងរាស្ត្រមួយក្រុមរបស់គណៈបកសង្គ្រោះជាតិមួយចំនួននិងបកពួករបស់គេបានបំផុសចោទប្រកាន់នឹងវាយប្រហារមកលើរាជរដ្ឋាភិបាលក្នុងហាក់ដែលគេអាចចាត់ទុកថាក្នុងភាពបះបោរប្រជាពលរដ្ឋគិតមួយចំនួនលើបញ្ហាព្រំដែនឧទាហរណ៍ស្រាប់គឺខ្សែព្រំដែនរត់នៅក្នុងភូមិជើងឃុំជាំស្រុកមេមត់ខេត្តត្បូងឃ្មុំឯកឧត្តមឧបនាយករដ្ឋមន្ត្រីតើរាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះបានផលអ្វីខ្លះចំពោះការងារព្រំដែនក្នុងន័យការពារបូរណភាពទឹកដីរបស់ខ្លួនអស់រយៈពេលកន្លងមកហើយតើគោលនយោបាយព្រំដែនរបស់រាជរដ្ឋាភិបាលជាមួយនឹងប្រទេសជិតខាងយ៉ាងដូចម្តេចដែររាប់ទាំងការពិនិត្យការបោះបង្គោលព្រំដែនការកម្រិតខ្សែព្រំសីមាឬខ្សែព្រំដែនដើរតាមគោលការណ៍និងច្បាប់អ្វីខ្លះដែរឬមួយដែលគេអាចចោទថាជាការសុំក្រឡុំជាមួយនឹងប្រទេសជិតខាងនោះសូមគោរពអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រីហៅនំហុងសូមគោរពជាបឋមខ្ញុំកាលណាខ្ញុំសូមស្វាគមន៍ព្រះអង្គព្រះធេរានុថរៈទាំងអស់នៅទូទាំងប្រទេសសូមគោរពបងប្អូនមានជាប្រជាជនជាពលរដ្ឋយើងនៅទូទាំងប្រទេសខ្ញុំមានកិត្តិយសដែរដែលថ្ងៃនេះបានណែនាំពីបញ្ហាការងារព្រំដែនរបស់រាជរដ្ឋាភិបាលជាពិសេសបញ្ហានៃការឡើងនៅភូមិជើងឃុំជាំស្រុកមេមត់នៅខេត្តត្បូងឃ្មុំថ្មីនេះខ្ញុំសូមថានៅថ្ងៃ28ខែមេសាកន្លងទៅនេះខ្ញុំបានទូលលិខិតមួយរបស់អ្នកតំណាងរាស្ត្រនិងសមាជិកពិតជារបស់គណៈបកប្រឆាំងមួយចំនួនតូចណាមកខ្ញុំអំពីបញ្ហាជាជនយើងធ្វើចំការហើយកងទ័ពវៀតណាមនិងជួយnámមកបាញ់តាមកំទេចណាដំណាំរបស់ប្រជាជនយើងខ្ញុំសូមទូលព្រះអង្គជំរាបបងប្អូនទាំងអស់ថាក្នុងរយៈពេលជិត50ឆ្នាំដែលខ្ញុំធ្វើការងារការទូតបម្រើរដ្ឋាភិបាលបម្រើប្រជាជាតិយើងខ្ញុំមិនដែលអត្តនោម័តទេនៅក្រសួងការបរទេសនិងសហព័ន្ធអន្តរជាតិខ្ញុំតែងតែណែនាំមន្ត្រីអ្នកដឹកនាំនិងមន្ត្រីក្រសួងបរទេសថាពាក្យមួយម៉ាត់មិនច្បាស់កុំនិយាយពាក្យមួយម៉ាត់មិនច្បាស់កុំសរសេរហើយដូច្នេះក្រោយពីបានទទួលលិខិតរបស់តំណាងរាស្ត្រនិងសមាជិកពិតភាគគណៈបកប្រឆាំងខ្លះនោះខ្ញុំបានអញ្ជើញឯកឧត្តមទេរដ្ឋមន្ត្រីវ៉ាកំហុងដែលទទួលបន្ទុកការងារព្រំដែនឯកឧត្តមលងវិស្លូអនុប្រធានគណៈកម្មការព្រំដែនកម្ពុជាមកពិគ្រោះយោបល់ដោយយកផែនទីមកមើលមកចត់ទាំងអស់មុននឹងខ្ញុំឆ្លើយទៅនៅថ្ងៃ4ខែ5ឆ្នាំ2015យើងនេះហើយក្រោយពីការពិគ្រោះជាមួយអាដាមទេពត្រីវ៉ាកំហុងអាដាមលងវិស្លូបានមើលផែនទីបានមើលទាំងអស់ក៏បានយកមាត្រាទី2នៃរដ្ឋធម្មនុញ្ញយើងយកមកមើលហើយមាត្រាទី2នៃរដ្ឋធម្មនុញ្ញរបស់យើងបានចែកដូចតទៅនេះអំពីបញ្ហាព្រំដែនខ្ញុំសូមអានមាត្រាទី2របស់រដ្ឋធម្មនុញ្ញយើងពូរណភាពទឹកដីរបស់ប្រជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត1/100,000ធ្វើនៅចន្លោះឆ្នាំ1933 1953ហើយដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិនៅចន្លោះឆ្នាំ1963 1969ហើយដូច្នេះមុននឹងយើងឆ្លើយទៅអ្នកតំណាងរាស្ត្រនិងសមាជិកពិតភាគនោះយើងបានមើលមាត្រាទី2របស់រដ្ឋធម្មនុញ្ញយើងបានស្ដាប់យោបល់របស់អាដាមទេពត្រីវ៉ាកំហុងអំពីការវាស់វែងបោះព្រំបង្គោលព្រំដែនរបស់នោះច្បាស់លាស់ទាំងអស់ដោយភាសាគ្នាឃើញថាគណៈកម្មការព្រំដែនកម្ពុជាវៀតណាមបានបោះបង្គោលព្រំដែនហើយនៅស្រុកមេមត់នេះគឺបង្គោលព្រំដែន94និង95ដោយឃើញប្រជាជនយើងនៅតំបន់នោះធ្វើស្រែចម្ការចំនួន100ហិកតាក្រៅពីខ្សែបន្ទាត់ព្រំដែនស្របតាមផែនទី100,000នេះក៏អាយដាមទេពត្រីវ៉ាកំហុងភាសាចរចាវៀតណាមទុកឲ្យប្រជាជនយើង
ធ្វើស្រែចម្ការនៅ100តានេះក្រៅពីខ្សែបន្ទាត់ព្រំដែន100,000នេះក៏ប៉ុន្តែទៅពេលថ្មីពេលនេះអាយដាមជម្រៃបាងងទៅបញ្ជាក់តាមក្រោយជាជួនយើងបានទៅដាំដំណាំទៅស្រែហួសពី100ហិកតានេះចូលទៅក្នុងដីរបស់វៀតណាមចំនួន16.6ហិកតាប៉ុន្តែនេះខ្ញុំបានឆ្លើយទៅថាហើយដល់តំណាងរាជនិងសមាជិកវិភារបស់គណៈបកសង្គ្រោះជាតិយ៉ាងច្បាស់លាស់យ៉ាងដូចនេះហើយក៏ប៉ុន្តែបើសិនជាគណៈបកសង្គ្រោះជាតិអនុវត្តបានពេញលេញនៅពុទ្ធធម៌សន្តានាក្រោយពីទទួលរខិតរបស់ខ្ញុំហើយមុនយល់ស្របឬមានការសង្ស័យកន្លែងណាមកសួរខ្ញុំឬសួរដើមវាកំហុងយើងខ្ញុំនឹងពន្យល់ច្បាស់លាស់ថែមទៀតដោយមានផាស៊ីបញ្ជាក់ជាជាងដែលញុះញង់នៅមូលដ្ឋាននៅប្រជាជនខ្លះលើបញ្ហានេះហើយខ្ញុំជាឱកាសនេះសូមជម្រាបការការពារព្រំដែនកម្ពុជាពូនភាពទឹកដីកម្ពុជាមិនមែនជាសិទ្ធិដាច់ញុករបស់បុគ្គលណាមួយរបស់គណៈបកណាមួយទេរាជរដ្ឋាភិបាលកម្ពុជាតាំងពី1979ក្រោយពីការដួលរំលំខ្មែរក្រហមមកតែងតែធ្វើការងារយ៉ាងយកចិត្តដាក់បំផុតដើម្បីការពារឯករាជ្យជាតិអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីកម្ពុជាសម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្យល់នៅសភានៅថ្ងៃ9ខែសីហាឆ្នាំ2012រួចហើយរយៈពេល5ម៉ោងកន្លះជាង5ម៉ោងអំពីបញ្ហាប្រព័ន្ធគ្រប់ទិដ្ឋភាពទូទៅទាំងអស់ខ្ញុំក៏នឹកស្មានថាយើងខ្ញុំទាំងអាដាមទិដ្ឋីបងផងយល់ថាប្រហែលជាបងប្អូនជាពលរដ្ឋយើងប្រសងស្គីស្ការៈទាំងអស់យល់ច្បាស់ហើយអំពីបញ្ហាប្រព័ន្ធមិនដឹងថាបញ្ហានេះបង្កើតឡើងដោយមានការញុះញង់យ៉ាងដូចនេះទេហើយខ្ញុំសូមជាឱកាសអនុញ្ញាតខ្ញុំកាលណាខ្ញុំទូលព្រះអង្គវាបងប្អូនមានពលរដ្ឋយើងថានៅក្រសួងការបរទេសយើងខ្ញុំបានធ្វើកំណត់តវ៉ាជាមួយវៀតណាមព្រមទាំងជាមួយឡាវព្រមទាំងជាមួយថៃរាប់រយកំណត់ទូតអំពីការដែលគេរំលោភមកលើទឹកដីរបស់យើងក៏ប៉ុន្តែយើងមិនអាចផ្សាយបានដោយសារជាឯកសារនយោបាយឯកសារផ្លូវការរបស់រដ្ឋបងប្អូនណាចង់មើលយើងខ្ញុំបង្ហាញនៅក្រសួងឲ្យមើលយើងមិនមែនទុកឲ្យបរទេសរំលោភមកលើបូរណភាពដែនដីយើងឬក៏ឈានពានមកលើដែនដីយើងទេយើងតែធ្វើកំណត់ទូតរាប់រយហើយប្រហែលតាំងពីខ្ញុំធ្វើរដ្ឋាភិបាលប្រទេសហើយថ្មីនេះយកទីហោឲ្យថ្មីនេះនៅឆ្នាំ2011ពេលដែលកងទ័ពថៃមកឈានពានយើងនៅតំបន់ព្រះវិហារនេះគាត់ថៃជំទាវ 4.6 គីឡូម៉ែត្រកន្លះប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាក្រុមការណែនាំផ្ទាល់របស់សម្ដេចតេជោតានដែលបានចាត់តាំងខ្ញុំឲ្យធ្វើការងារលើកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិហើយក្នុងរយៈពេលពី2011ដល់ខែ13ខែវិច្ឆិកា2013នេះ2ឆ្នាំនេះយើងធ្វើការតស៊ូខាងផ្លូវច្បាប់ទាំងយប់ទាំងថ្ងៃបើគិតពីឯកសារដាក់ជួលតុលាការអន្តរជាតិនៅទីក្រុងឡាអេប្រហែលជាខ្ពស់ជាង1ម៉ាត់ហើយខ្ពស់ជាង1ម៉ាត់យើងខ្ញុំអានទាំងយប់ទាំងថ្ងៃទាំងសៅរ៍ទាំងអាទិត្យហើយនៅពេលទៅស្រាយផ្ទាល់មាត់នៅតុលាការយុត្តិធម៌អន្តរជាតិពេលខ្លះយើងខ្ញុំទាំងអស់គ្នាមានមុខនៅទីនេះព្រមទាំងអ្នកច្បាប់របស់យើងអត់បាយទេហូបនំប៉័ងមួយដុំទឹកមួយកែវម្នាក់ធ្វើការម៉ោង2:10ម៉ោង1យប់ដើម្បីឆ្លើយតបទៅតុលាការយុត្តិធម៌អន្តរជាតិនេះបង្ហាញឲ្យឃើញច្បាស់នៅអ្វីបានរាជរដ្ឋាភិបាលកម្ពុជាក្រុមការដឹកនាំដ៏វៃឆ្លៀសដ៏វៀងវៃរបស់សម្ដេចតេជោតានតែងតែការពារទឹកដីរបស់យើងបូរណភាពទឹកដីរបស់យើងឯករាជ្យជាតិរបស់យើងអធិបតេយ្យរបស់យើងសូម្បីតែអង្គទូតខ្លះដែលមានយោបល់ប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជាក៏ក្រសួងការបរទេសសហគមន៍អន្តរជាតិក្រុមការណែនាំរបស់សម្ដេចតេជោធ្វើការតវ៉ាប្រាប់គេថានេះរំលោភចូលអធិបតេយ្យរបស់កម្ពុជាហើយនេះខ្ញុំសូមទូលថ្វាយព្រះអង្គសេរានសជាទីគ្រប់ស្ការៈបងប្អូនមីពុយបរិយាយើងចាប់នេះហើយទុកឲ្យដំណកំផុងជំរាបជូនអំពីការធ្វើកំណត់ព្រំដែនជាបច្ចេកទេសគឺយ៉ាងណាហើយពីពលរដ្ឋយើងអាជ្ញាធរយើងដឹងឬយ៉ាងណានៅភូមិជើងនៅគុំជាប់នេះខ្ញុំចង់ដឹងពីអាយដាមទេសរដ្ឋមន្ត្រីដែលក្នុងការរៀបចំខ្សែបន្ទាត់ខ្សែខណ្ឌសីមានៅបងគោលជាមួយនឹងប្រទេសដែលវៀតណាមជាពិសេសនៅក្នុងតំបន់ដែលគេនាំគ្នាថាជាតំបន់វិវាទនោះឯងបាទសូមជឿ
ខ្ញុំសូមអនុញ្ញាតរាយការណ៍ជូនដោយតទៅប្រសិទ្ធជាបន្តខ្ញុំសូមគ្រប់គ្រងយ៉ាងខ្លាំងសម្ដីឯកឧត្តមបកលោកមានប្រសាសន៍រំលឹកពីសម្ដីរបស់សម្ដេចតេជោលោកថាការស្រឡាញ់ជាតិមិនមែនជាសិទ្ធិប្រាជ្ញមុខរបស់ក្រុមណាជាន់ណាឬក៏បកពួកណាការដែលលើកយកបញ្ហាព្រំដែនដែលជាបញ្ហារសើបយកមកដាក់លើតុជជែកឬក៏ញុះញង់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែននៅតំបន់ខ្លះនោះគឺជាការមួយដែលយើងមិនគួរធ្វើនោះទេហើយដូច្នេះហើយគណៈកម្មការព្រំដែនយើងជាអង្គការមួយជាស្ថាប័នមួយរបស់ជាតិគឺលោកមិនដែលធ្វើនយោបាយទេលោកធ្វើអ្វីតែតាមបច្ចេកទេសតាមផ្លូវច្បាប់ពិតប្រាកដបញ្ហាដែលយើងមានកើតឡើងដោយដំប៉ាក់លោកមានប្រសាសន៍បាញ់មិញយើងខិតខំបញ្យល់រួចហើយមួយខាងខ្ញុំគូបានចូលរួមដោយបាក់មានប្រសាសន៍គឺថាចូលរួមធ្វើកិច្ចការនឹងយើងមិនមែនថាអត្តនោម័តយកទៅទេគឺយើងមានឯកសារបច្ចេកទេសឯកសារច្បាប់ដើម្បីបញ្យល់ទៅរដ្ឋសភាបញ្យល់ទៅតំណាងរាស្ត្រដែលសួរមកទីរដ្ឋាភិបាលលើបញ្ហានេះការបញ្យល់នោះយើងគិតថាវាគ្រប់គ្រាន់ហើយបើគាត់មិនចង់ច្បាស់ទេដោយបាក់មានប្រសាសន៍គួរគាត់សួរមកហើយអង្គបកវិញថាសូមឲ្យទៅបន្ថែមទៀតបើគាត់មិនចេះមើលផែនទីឬគាត់មិនច្បាស់នៅត្រង់ណាយើងអត់ដែលបិទទេអារម្មណ៍យើងរឿងដែលគេលើកបំផុសចេញពីតំបន់ដែលថាភូមិជើងឃុំជាំហ្នឹងគេចោទថាអៃដាមប្រហែលជាសុំកលុំជាមួយវៀតណាមហើយខ្ញុំចង់ដឹងថាការសុំកលុំបើនិយាយពីសុំកលុំតលការដោះស្រាយហ្នឹងវាមានពេលស្រួលហើយវាចំណាយពេលតិចក៏តែខ្ញុំចង់ដឹងថាពេលប្រមាណអៃដាមតស៊ូមតិនៅក្នុងការជជែកគ្នាទី1ហើយគេចោទទី2ទៀតគឺថាអៃដាមមិនបានឲ្យប្រជាពលរដ្ឋមូលដ្ឋានចូលរួមនៅក្នុងការរៀបចំក្រិតខណ្ឌសីមានោះទេរៀបចំតែថ្នាក់លើជាតិប៉ុន្តែខាងក្រោមមិនបានចូលរួមទេតើរឿងនេះវាយ៉ាងម៉េចបើគេចោទអៃដាមហ្នឹងដូច្នេះការចោទថាសុំកលុំជាមួយនឹងខាងភាគីម្ខាងទៀតជាមួយវៀតណាមឬជាមួយឡាវឬជាមួយថៃនៅបកមានប្រសាសន៍ទៅមិនជិះឆ្លងកាត់ទៅដល់តុលាការក្រុងឡាអេបើថាសុំកលុំគេវាមិនបានពីដល់ទៅតុលាការឡាអេប្រហែលឆ្នាំទៅមកតែយើងឈ្នះក្តីអានេះគឺថាជាផុសតាងមួយមិនចាំបាច់ថាយកផុសតាងអីផ្សេងទេមួយទៀតបើយើងតាក់ទងនឹងបញ្ហាព្រំដែនជាមួយវៀតណាមសម្ដេចតេជោលោកចុះហត្ថលេខាលើសិទ្ធិសញ្ញាពេញបន្ថែមតាំងឆ្នាំ2005មករហូតដល់សប្តាហ៍ថ្ងៃ2015ជាង10ឆ្នាំហើយយើងអត់ទាន់ចេញរួចទេហើយបើសិនជាយើងសុំកលុំគេគឺថាខ្ញុំគិតថាបច្ចេកអ្នកបច្ចេកទេសយើងមិនល្ងងខ្លៅក៏វាមិនចេះក៏វាអវិជ្ជាគ្រាន់តែអនុវត្តតាមការគេចង្អុលបង្ហាញហ្នឹងក៏បោះបង្គោលតាមគេវាចោលហើយតាំងពី2005មកដល់2015សម្ដេចលោកមានប្រសាសន៍ធ្លាប់មានប្រសាសន៍នៅរដ្ឋសភាហើយថាជួនកាលមួយឆ្នាំតស៊ូមតិគ្នាក៏តែគូសចម្លងពីផែនទីបោលមកលើផែនទី ATM ខ្នាត 150,000 មួយឆ្នាំមិនបានមកផ្ទាំងទេគឺថាអ្នកបច្ចេកទេសយើងមិនមែនជាអ្នកលក់ក្បាលលក់ខួរលក់អីសតិអារម្មណ៍របស់គាត់ឲ្យទៅណាទេគឺថាគាត់ការពារប្រយោជន៍ជាតិការពារវណ្ណភាពខ្ញុំឆ្ងល់ទេអ្នកដែលសួរនេះជួនកាលគាត់មិនដែលដឹងប្រវត្តិសាស្ត្រនៃការតស៊ូរបស់ប្រជាជនរបស់ក្រុមឡើងការងាររបស់យើងទេក្រុមការងារយើងគឺការគ្នាធ្វើមិនត្រឹមតែធ្វើពលិកម្មលើការកម្លាំងកាយទេគឺគ្នាធ្វើពលិកម្មដល់ជីវិតរបស់គ្នាគឺក្រុមការងារនៅធ្វើការជាមួយព្រំដែនជាមួយឡាវនៅសៀងប៉ាងស្លាប់អស់2នាក់របួស6នាក់គឺថាដោយសារឡើងកំងការលោតលើមីនតោននៅចិត្តស្រុកសៀងប៉ាងរហូតដល់បូជាពីជីវិតហើយក៏ក្រុមអ្នកចោតប្រកាន់អ្នកទីទាននេះគឺគាត់មិនដែលដឹងតម្លៃរបស់ជីវិតរបស់ពួកបច្ចេកទេសយើងទេអូយលោកដែលធ្វើកិច្ចការសប្តាហ៍ថ្ងៃនៅឃុំឃុំជាំស្រុកពីមាត់ខេត្តកំពង់ចាមហ្នឹងជាវិស្វករមកពីសហព័ន្ធរុស្ស៊ីហើយដែលជាដឹកនាំការធ្វើនៅព្រំដែនជាមួយឡាវនៅឆ្នាំនោះគឺគាត់បានលោតលើមីនតោនជើងគាត់មកខាងដាក់ជើងដៃទេអាហ្នឹងសូមជម្រាបទៅមិនមែនជាឡើងបច្ចេកទេសសាមញ្ញហើយអត់មានសតិសម្បញ្ញៈលក់សតិសម្បញ្ញៈឲ្យគេនោះទេយើងមានរចនាសម្ព័ន្ធក្នុងការធ្វើព្រំដែនគឺថាយើងជាកម្ពុជាយើងមានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនមានយន្តការ2យន្តការ1យន្តការនីតិកម្មនិងកិច្ចទី2ហ្នឹងគឺជាសេនាធិការរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនហើយនៅក្រោមនឹងទៀតមានគណៈកម្មការបច្ចេកទេសតាមខេត្តក្រុងទាំងអស់ដែលជាប់ព្រំដែនជាមួយនឹងកម្ពុជាហើយក្នុងសមាជិកភាពនៃគណៈកម្មការនៃក្រមបច្ចេកទេសចុះទៅធ្វើកិច្ចការហ្នឹងមានតំណាងអាជ្ញាធរដែនដីទាំងអស់ចាប់តាំងពីអភិបាលខេត្តអភិបាលស្រុកពីមេឃុំមេភូមិទាំងអស់នៅជាមួយនឹង
ចូលរួមទីក៏នឹងវាជាសំខាន់ទៅទៀតវារយៈព្រំដែនប៉ូលីសដែលលោកស្គាល់ដែលលោកគ្រប់គ្រងដែលលោកដឹងថាដីនេះរបស់អ្នកណាដីនេះរបស់ពូមុខពូម៉ៅទាំងអីទាំងអស់ហើយដែលគាត់អ្នកចង្អុលប្រាប់ថាព្រំដីពូនោះនៅទីនេះហើយខ្ញុំសូមជម្រាបដោយភូមិដងនោះមិនមែនអ្នកណាក្រៅប៉ូលីសព្រំដែននេះដែលគាត់ចង្អុលថាភ្លឺនេះជាភ្លឺរបស់ខ្មែរភ្លឺនោះជាភ្លឺរបស់វៀតណាមភ្លឺនេះជាវៀតណាមធ្វើរបាតភ្លឺនេះជាកម្ពុជាធ្វើរបាតដូចយ៉ាងណាយើងកុំមើលងាយរបស់អាញាធរដែនដីដែលលោកចូលរួមមានតែពួកប្រឆាំងទេដែលគាត់ទៅធ្វើបំផុសបំផុលថាអត់បានចូលឥឡូវការពិតទៅពួកនឹងចូលគ្រប់គ្នាទាំងអស់គ្រប់ពេលវេលាឲ្យតែយើងហៅមានរហូតដល់ឥឡូវសំការណីនៅក្នុងឃុំជាប់ហ្នឹងទាំងហ្មងមេឃុំជាប់ជាមេឃុំរបស់គណៈបកសង្គ្រោះជាតិគាត់បំផុសបំផុលហើយដល់ថ្ងៃយើងចុះទៅមើលថ្ងៃសៅរ៍មុនយើងចុះថាយើងនាំទៅមើលចង្អុលទីតាំងអាឡ័យការកម្មជាក់ស្ដែងគាត់ថាទៅពីលេខសន្យាពួកមួយធានក្រុមការងារដល់ពេលទៅគាត់គិតវេះអត់ទៅទេហើយដល់យើងគាត់ឆ្លើយថាគាត់បានទៅហើយយើងទៅឲ្យគាត់ចុះហត្ថលេខាលើកំណត់ហេតុឬក៏លើបញ្ជីវត្តមានក៏អត់ប្រកបចូលទេអាហ្នឹងបានបងប្អូនថាហ្នឹងខ្ញុំគិតថាគណៈកម្មការភូមិដែនអាឡែងក្រមវិជាទីចុះទៅធ្វើកិច្ចការហ្នឹងជាអាឡែងយកសេចក្តីសម្រេចអត្តនោម័តអត់មានសួរយើងធ្វើទាំងអស់ពួកអាឡែងពីភ្នំពេញបច្ចេកទេសយើងទៅភ្នំពេញអត់ស្គាល់ទេតែអាការកាត់កាប់ស្ដែងភ្លឺសេរីភូមិជិបការគាត់មានតែអ្នកមូលដ្ឋានទេដែលគាត់ដឹងគាត់តែគាត់អាចឆ្ងល់ប្រាប់យើងថានៅត្រង់ណាយើងកេនីនីឃើញ100ហិកតាហ្នឹងដោយសារគាត់ប្រាប់ឲ្យបានយើងដឹងមួយទៀតដូចខ្ញុំធ្លាប់និយាយថាចំនួននោះយើងមាន MOU ឆ្នាំ2011ដែលអនុញ្ញាតឲ្យយើងធ្វើការដោះដូរគ្នាបើយើងចង់បាន100ហិកតាយើងឲ្យគេឲ្យយើង100ហិកតាប៉ុន្តែយើងរកដីសងគេ100ហិកតាមានតើអីគេឲ្យសងគេទៅវិញមកវាមានកំណាញ់16.6ហិកតានោះឲ្យគាត់ប្រាប់ថាគាត់ពេល2011ហ្នឹងគាត់ប្រាប់ថាគាត់ធ្វើដល់ហ្នឹងប្រាប់យើងទៅយើងធ្វើព្រោះយើងមានយន្តការអនុញ្ញាតឲ្យយើងធ្វើការដោះដូរស្មើទៅស្មើមកសម្ដេចតេជោលោកមានប្រសាសន៍វិជ្រើដងហើយខ្ញុំមិនដឹងជាថែមមួយទៀត5ម៉ោងកន្លះហើយបើគាត់នៅតែមិនយល់ទេគាត់ទៅចោលយើងសូមអរគុណអាយដាមទេសរដ្ឋមន្ត្រីខ្ញុំចង់ដឹងម្ដងទៀតថាតើអាយដាមយកមូលដ្ឋានគ្រឹះនៃផែនទីណាដើម្បីធ្វើកិច្ចការងារនឹងសូមមេត្តាបញ្ជាក់ម្ដងទៀតដោយសារគេបំភ្លេចចោលនឹងការបញ្យលប្រាប់ពីសម្ដេចព្រះមហាសេនាបតីតេជោហ៊ុនសែននៅក្នុងរដ្ឋសភាសូមបញ្ជាក់ម្ដងទៀតថាតើធ្វើយ៉ាងម៉េចខ្លះដែរដើម្បីស្វែងរកខ្សែខណ្ឌសីមានៅតំបន់នោះបាទសូមអរគុណសូមអរគុណជំនួសនេះខ្ញុំប៉ុន្តែមុននឹងចូលទៅដេតាយទៅលំអិតខ្ញុំសូមរំលឹកសម្ដីសម្ដេចនៅរដ្ឋសភាគាត់ថាគេចោទជាតថាផែនទីនេះផែនទីនោះពីសៀនបិសែននៅប៉ារីសអីទាំងណាទាំងអស់គាត់ថាបើមានផែនទីមិនក៏មិនបកាច់យកមកបង្ហាញគេទៅឲ្យរដ្ឋាភិបាលយកមកប្រើកុំចិត្តតែចោទនៅខាងក្រៅសួរមែនតើនៅណាផែនទីនឹងអត់យកមកបង្ហាញទេពិតចោទហើយលោកមានប្រសាសន៍នៅរដ្ឋសភាថ្ងៃនោះបាទខ្ញុំចាំបានសម្ដីនេះអុយទៅការពិតខ្ញុំសូមអនុញ្ញាតឲ្យលោកប៉ជំរាបជាលំបាត់អាផែនទីដែលយើងដាក់នៅអង្គការសហប្រជាជាតិឆ្នាំ1964យើងបានទទួលបញ្ជាពីសម្ដេចពីប្រការណាកាលនោះលោកថាជាព្រះប្រមុខរដ្ឋទេស៊ីនោះលោកចំនួន64នោះលោកព្រះប្រមុខបញ្ជាឲ្យយើងយកផែនទីទៅដាក់នៅអង្គការសហប្រជាជាតិផ្ញើទៅអគ្គរដ្ឋទូតថៃអគ្គរដ្ឋទូតវៀតណាមអគ្គរដ្ឋទូតបារាំងអីតហើយនឹងដាក់នៅអង្គការសហប្រជាជាតិអានឹងផែនទីដែលយើងយកមកផែនទីនឹងហើយយើងដាក់ឲ្យដែលខ្ញុំបានទៅស្រាវជ្រាវតាមបញ្ជារបស់សម្ដេចតេជោទៅរកយកមកវិញបានយកពី Library of Congress ថតនៅទីស្តីការយើងនេះនៅខាងលើបរោជាន់ទី5នៅបើគាត់ចង់មើលនៅនឹងអត់មានតាណាទេហើយដូច្នេះហើយយើងមិនដឹងថាយើងយកផែនទីណាទេដោយអាដាមប៉ាលោកជ្រាបហើយយើងមានតែផែនទីតែមួយសម្ដេចលោកមានតែថាតែផែនទីតែមួយដែលយើងធ្វើទៅនឹងហើយមួយទៀតខ្ញុំសូមជម្រាបប្រភពទៅទៀតអាផែនទីនេះបោះពុំដោយក្រមភូមិសាស្ត្រអនុចិនអាក្រមភូមិសាស្ត្រអនុចិននេះពីដើមវានៅហាណូយក្រោយមកទៀតផ្ទាយមកនៅដាឡាត់ហើយឆ្នាំពេលអាឡែងប្រទេសទាំង3បានឯករាជ្យនៅឆ្នាំ53អីហ្នឹងគឺតែ56 55 56អាក្រមភូមិសាស្ត្រដាឡាត់ហ្នឹងវារំលាយចោលហើយប្រទេសកម្ពុជាយើងបានទៅដឹកអីវ៉ាន់ទាំងអស់សម្ភារៈតាំងពីលុយកាក់ឯកសារទាំងអស់មុនគេយកមកនៅភូមិសាស្ត្រយើងនៅភ្នំពេញដូច្នេះហើយវាអត់មានដូចភូមិសាស្ត្រយើងអត់បានបោះពុំខ្លះដែរឬអាឡែងគេហៅថា edition កាបូនក្រៅពីនោះទៀតក៏អត់មានអីទេហើយតែពេលយើងយកទៅដាក់អង្គការសហប្រជាជាតិយើងយកផែនទីហ្នឹងដែលមានថា edition របស់ edition យកមកប្រើកាត់តអីទាំងអស់ដូចយើងថានេះទៅដឹងស្រាប់ហើយវាមានផែនទីអីក្រៅពីនោះទៀតយើងអត់មានបោះពុំទេតាំងពីនោះមកវិញណាថាបោះពុំលោកខ្លះចោទថាយើងយកផែនទីឲ្យដំដូចជ្រាបឬគឺថាយើងយកផែនទីស៊ីសញ្ញាពីបំពេញបន្ថែម2005អាស៊ីសញ្ញាបំពេញ2005វាមាននិយាយរឿងផែនទីពីថ្ងៃណាហើយគាត់ថាមានយកផែនទីឆ្នាំ1982 1983 1985 2005ហើយគាត់គិតថាធ្វើសន្ធិសញ្ញាមួយគេធ្វើផែនទីមួយក្នុងថាសន្ធិសញ្ញា1982ឬ1983ស្ដីពីគោលនយោបាយ
គោលការណ៍នៃការកំណត់ព្រំដែនឬ83ស្ដីពីលក្ខន្តិកៈឬក៏85ស្ដីពីកំណត់ការកំណត់ព្រំដែននៃរដ្ឋរវាងប្រទេសទាំងពីរគេគ្រាន់តែយោងទេក្នុងមាត្រា1យោងក្នុងមាត្រា1យោងថាយើងយកខ្សែព្រំដែនដែលមានកំណត់នៅលើផែនទីរបស់ក្រមភូមិសាស្ត្រអនុជនដែលបោះ53ដោយឆ្នាំគៀកនិង53ទៅប៉ុណ្ណឹងដាក់គ្រប់ទាំងអស់ផែនទីលោកមិនដែលយកផែនទីណាក្រៅពីអញ្ចឹងបានសម្ដែងលោកមានប្រសាសន៍ហើយថាផែនទីវាអត់មានយើងទៅចោតអ្នកដែលចោតយើងនៅពីក្រុងប៉ារីមកអាឡែងកិច្ចព្រមព្រៀងថាលុបចោលផែនទីស្បៃគេសួរខ្ញុំសួរវៀតណាមគេសួរយើងថាលោកលុបចោលអត់យកផែនទីនឹងមកធ្វើជាមួយខ្ញុំលោកបានផែនទីអីយកមកធ្វើលោកសួរเลยខ្ញុំគេសួរមកវិញថាវាអត់មានផែនទីណាទៀតឬយើងកុំនិយាយថាឡើងឲ្យទៅរួចពីមាត់គេសួរថាផែនទីអីយកមកប្រើវាមានតែផែនទី ACE ហ្នឹងឯនំបាក់មានទីណាដែលយើងឯនំយើងជ្រាបអត់មានអីទាំងអស់ហើយដូច្នេះហើយយើងយកដេប៉ូនៅអង្គការសហប្រជាជាតិក៏ផែនទីនឹងដែរដូច្នេះវាមិនដឹងជាផែនទីអីដែលលោកចោទថាយើងយកផែនទីបលិចបឡំយកមកអត់មានបាទសូមជូនសូមអរគុណឯកឧត្តមទេសរដ្ឋមន្ត្រីខ្ញុំចង់ដឹងថាតើការដោះស្រាយនៅនឹងកន្លែងភូមិជើងតើយើងបានដោះស្រាយតាមទស្សនវិជ្ជាបែបណាខ្លះពីព្រោះថាមួយជាហៀងខាងទៀតគេអត់មានឯកសារមើលគេមានមាត់និយាយគេទៅបំផលនៅកន្លែងនោះខ្ញុំចង់បានថាសម្ដីឯកឧត្តមផ្ទាល់ជម្រាបនឹងថ្វាយប្រគេនព្រះថេរានធរៈនិងប្រជាពលរដ្ឋថាតើយើងបានដោះស្រាយអ្វីខ្លះយើងរក្សាបានទំនាក់ទំនងល្អអ្វីខ្លះបាទសូមជើញបាទនៅតំបន់ភូមិជើងឃុំជាំស្រុកមានវត្តនេះគឺថាយើងបានចាប់ផ្ដើមធ្វើនៅតំបន់នេះខ្ញុំសូមថាក្រុមការងារកម្ពុជាជាមួយវៀតណាមមាន7ក្រុមព្រោះយើងចែកទៅតាមខេត្តក្រុមឯកឧត្តមខេត្តនេះខេត្តនោះខេត្តកំពង់ចាមខេត្តពីដើមយើងកំពង់ចាមមិនខេត្តត្បូងឃ្មុំទេខេត្តកំពង់ចាមហ្នឹងគឺលោកឡាយសៀងលីហ្នឹងជាអនុប្រធានដែលខ្ញុំថាដែលគ្នាដាក់ជើងដៃហ្នឹងគឺទៅដឹកនាំក្រុមនឹងតាំងពីដើមមកនៅខេត្តកំពង់ចាមដូច្នេះគាត់បានធ្វើកិច្ចការច្រើនណាស់រួចបានល្អគឺតាមពិតទៅកិច្ចការនៅខេត្តកំពង់ចាមសប្តាហ៍នេះរួចហើយពូចានបោកវងនឹងរួចអស់មួយខែនឹងរួចអស់បោះបកគោលធំបកគោលធ្វើរួចហើយនៅឆ្នាំ2006យើងចាប់ផ្ដើមអាបកគោលលេខ94ហ្នឹង94ធ្វើរួចហើយឯកភាពគ្នាបោះ94មុនគេនៅឆ្នាំ2008នៅឆ្នាំ2008ដល់រួចទៅយើងគ្រោកបោះពីបកគោលលេខ95ទៀតប៉ុន្តែដល់យើងធ្វើវាស់វែងទៅកណនីទៅជាមួយនឹងខ្ញុំធ្វើទាំងអស់ហ្នឹងមិនមែនគណៈកម្មការមានវិជ័យទីភ្នំពេញធ្វើស្អីទេទាំងអស់ជាមួយអាជ្ញាធរដែនដីរយៈដូចខ្ញុំរាយការណ៍ពីមុនហ្នឹងតាំងពីមេឃុំមានអីទាំងអស់ឃើញថាមានជាជនយើងធ្វើខ្សែធ្វើស្រែចម្ការចូលលើសពីខ្សែព្រំដែនរបស់ក្រមភូមិសាស្ត្រអនុជនដែលយើងយកថាជាខ្សែព្រំដែនផ្លូវការដែលរំបាក់មានផ្សាមិញមាត្រា2យើងថាយើងបូរណភាពទឹកដីមិនអាចណារំលោភបានទេនៅលើផែនទីខ្សែព្រំដែននៅផែនទី100,000របស់ភូមិ33 53ដូច្នេះយើងថាអញ្ចឹងធ្វើម៉េចឥឡូវដល់នេះគេយកមកប្រាប់រាយការណ៍មកថ្នាក់លើថាឥឡូវយើងធ្វើលើទៅគេហើយពួកយើងលើហ្នឹងដែលយើងលើហ្នឹងយកតាមអីតាមការណែនាំតាមការចង្អុលបង្ហាញរបស់ក្រុមអាជ្ញាធរមូលដ្ឋានដល់ឃើញ100ទៅយើងក៏ធ្វើការចរចាជាមួយនឹងគណៈខាងម្ខាងទៀតឲ្យធ្វើការដោះដូរតម្រាំតែគេឯកភាពឲ្យយើងដោះដូរមិនមែនជាស្រួលទេពួកគេមិនជួនកាលគេចង់ជួនកាលគេមិនចង់ដោះដូរប៉ុន្តែកន្លែងហ្នឹងគឺថាតាមពេលទៅវាមានដីខ្លះវាល្អដីខ្លះវាអាចិត្តហ្នឹងដីចំការកស៊ូមានដីល្អកន្លះទៀតដីពើកសូមអរគុណឯកឧត្តមទេសរដ្ឋមន្ត្រីខ្ញុំចង់ងាកមកគ្រប់ជូនដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីភាគច្រើនគេវិតម្លៃឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងក្រុមការងារព្រំដែនទាំងពីនៅលើសមរភូមិព្រំដែនពិតប្រាកដរហូតទៅដល់សមរភូមិនៃតុលាការយុត្តិធម៌អន្តរជាតិហើយតើឯកឧត្តមជួបនឹងបញ្ហាអីខ្លះហើយតើរបៀបយ៉ាងម៉េចខ្លះសូមមេត្តាជម្រាបជូនបញ្ហាព្រំដែនកម្ពុជាសប្តាហ៍នេះជាមួយវៀតណាមឡាវនិងថៃទាំង3ប្រទេសយើងនៅមានបញ្ហាព្រំដែនតើបញ្ហាព្រំដែននេះវាមកពីណាគឺបញ្ហាព្រំដែនជាការបន្សល់ទុកនៅអាណាព្យាបាលបារាំងនៅកម្ពុជាដើម្បីដោះស្រាយបញ្ហានេះយើងមិនមែនកំណត់ព្រំដែនជាអត្តនោម័តដោយយើងចង់បានទេវាត្រូវគោរពតាមសន្ធិសញ្ញាព្រមទាំងច្បាប់អន្តរជាតិដូច្នេះហើយជាមួយវៀតណាមនិងឡាវយើងតែងតែកំណត់ព្រំដែនតាមមាត្រាទី2របស់រដ្ឋធម្មនុញ្ញយើងដែលទាមទារឲ្យកំណត់តាមផែនទី100,000លើសពីនេះទៀតក្នុងការចរចាជាមួយវៀតណាមនិងឡាវមិនគ្រាន់តែយោងទៅផែនទី100,000យើងយោងទៅច្បាប់អន្តរជាតិទៀតហើយដូច្នេះបើមកដល់ពេលនេះយើងមិនទាន់ដោះស្រាយទាំងសងទេបើដូចអ្នកអកតេចោតប្រកាន់ថារដ្ឋាភិបាលនេះគោលដីកម្ពុជាឲ្យវៀតណាមឲ្យអីនោះតើការចុះលេខាសន្ធិសញ្ញាបន្តិចបន្ថែម2005ដល់2015នេះ10ឆ្នាំហើយ
mấy có dương mình một cô kia tặng ó thức bỏ prom nan chạy tới nơi chùm nói cho nó đại dương mình ai phiếp dương nào cho cha dương đi là tiết cho mũi thấy của chẳng này mũi thấy của chẳng này dương ai đưa đây chia bẩn cá bẩn sau túc bỏ nạp chia ba ráng được cầm chia dương ai lứa nụ sài nhá năm một pon buôn rồi viếng bà ráng đừng xiêm vì nước ta xiêm đừng bà ráng là sao vì nước bà ráng đầm ráng ấy vì là chạ cầm chia dương hãy nụ sài nhá một pon rồi buôn đi chặt tăng trong ca nghĩa chùm râu rồi bao bà ráng đừng xiêm nằm ấy phư phan tí đòn rây là trong lúc miếng đầm bón chung mấy bà xa trở về đi đôi ní đôi ai lứa ai cái xa và sau túc bia nạp phía bà răng ai lứa bọc là chết dương phưa ca cho cha ca phía bồn nạp phía tức đây đầu dưỡng bồn nạp phía đầu dưỡng chuyển đến chợ ca hôm đó ngày này hôm đó ngày này lứa bị ní mùi rối hay ta krao bị prom đàn ní ao phía chuồn dưỡng phưa tiết bộ pin luôn phía chuồn dưỡng phía đẹp là công ca prom đàn làm chạy đi chốt được về nước hùm trường đi cùng chòm đi chồng ở thà trong ban đọc bụng muối biết bụng muối hay ta lướt bìa mà rồi ta đi tiết có cái cầm cà phê pin lúc cho cha nó túc ở tiết lại phần pin nó ọt miếng này na cho cha này na lướt tặng ó vô shop vô mà rồi ta đại dưỡng vô lướt vì lướt là sai bụng đàn muối mà rồi bòn từ mà rồi bòn hai đôi này ở đây đi mấy bạn bánh hà này cắt đi đòi xa miếng nhẹ nhung cho mình chọn gì làm vì thế đâm mà không bàn được hết miền này nhung do bánh hà đấy chỉ bánh hà với bờ hà lứa rất thà bị vàng rất thà vàng rất là cho mọi người sớm ấy con ai đâm thà ở bàn du lịch thấy nghĩa mà ai đâm rồi lịch khát cả cái rì mì cái bị tự phiệp chỉ cái tế đại bè sang group ra ông lục bàn từ từ hỏi tự phiệp cho bài bỏ tê đại đâm ở bạn lục bàn chấm điệp chún thoại bậc kiến đã ai đâm rồi lịch khát cả miền tây sanh bẹp na đại chấm pu tự phiệpในการบังคับปอลmiềnการบังคับจลนะการโอเตียงដើម្បី បំផុសបំផុលនៅក្នុងបញ្ហានេះតើអាយដាមមានទស្សនៈរបៀបយ៉ាងដូចម្តេចដែរមានទស្សនវិជ្ជានយោបាយរបៀបដូចម្តេចដែរសូមអាយដាមហើយរដ្ឋលេខាធិការមេត្តាសូមជឿជាបឋមនេះសូមគោរពដល់បងប្អូនជនរួមជាតិហើយសូមអនុញ្ញាតពីអាដាមឧបនាយករដ្ឋមន្ត្រីដើម្បីទទួលសិទ្ធិក្នុងការបំភ្លឺជូនដល់ជនរួមជាតិដែលតាក់ទងទៅនឹងបញ្ហាព្រំដែននេះមុននឹងឆ្លើយសំណួរទៅនឹងអាដាមរដ្ឋលេខាធិការផៃស៊ីផានសូមអនុញ្ញាតជម្រាបជូនដល់បងប្អូនជនរួមជាតិសូមឲ្យលោកមេត្តាបើកចិត្តឲ្យទលាយហើយសូមទទួលនៅការស្ដាប់បញ្យលពីខាងរាជរដ្ឋាភិបាលយើងខ្ញុំពីព្រោះកាលណាបើសិនជាយើងដាក់ចិត្តចិញ្ចឹមចិត្តរើសអើងពូជសាសន៍មានអរិយភាពប្រកាន់ពូជសាសន៍ឲ្យតែតាក់ទងរឿងវៀតណាមគឺថានិយាយអត់បានហើយឲ្យតែថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគឺជាសត្រូវរបស់ប្រជាជនសប្តាហ៍ថ្ងៃហ្នឹងផ្្លាត់គំនិតរបៀបអញ្ចឹងផ្នែកគំនិតរបៀបថាឲ្យតែថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលនិយាយស្អីឡើងគឺសិតតែលក់ក្បាលលក់ខ្លួនលក់ជាតិលក់ទឹកដីលក់អីទាំងអស់ហើយខ្ញុំបានប្រើពេលវេលាជួបជាមួយអាដាមឧបនាយករដ្ឋមន្ត្រីហៅនំហុងក៏ដោយអាដាមសុកអានសម្ដេចដេកជោខ្ញុំសូមជម្រាបជូនថាថ្នាក់ដឹកនាំលោកមានការយកចិត្តទុកដាក់ណាស់ហើយការដែលវាយប្រហារមកលើលោកក្នុងនាមជាក្បត់ជាតិប្រវត្តិសាស្ត្រអីបង្ហោះគ្រប់បែបយ៉ាងនេះជារឿងឈឺចាប់ដែលលោកមានការឈឺចាប់ណាស់ហើយយើងខ្ញុំបាទសូមសម្ដែងនៅការគោរពហើយដឹងគុណចំពោះភាពក្លាហានរបស់សម្ដេចដេជោក៏ដោយអាដាមឧបនាយករដ្ឋមន្ត្រីអាដាមទេសរដ្ឋមន្ត្រីវ៉ាកំហុងឥឡូវយើងជជែកគ្នាជាមួយគ្នាយើងពិចារណាមើលថាបើសិនជាតាក់ទងបញ្ហាព្រំដែននេះរាជរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចដេជោហ៊ុនសែនលោកមិនមានសេចក្តីក្លាហានក្នុងការកំណត់ព្រំដែនឲ្យបានច្បាស់លាស់សួរថាតើបញ្ហានឹងកើតមានឡើងទេចេះតែបន្លំលេងសើចលំទៅកិច្ចវេះទៅក្នុងសម័យកាលដឹកនាំពីមួយអាណត្តិទៅមួយអាណត្តិពីចំនួនមួយទៅចំនួនមួយយើងទាំងអស់គ្នាដឹងថាក្រោយពីអាណានិគមមកសួរថាតើកំណត់ព្រំដែនច្បាស់លាស់ហើយនៅមានបង្គោលព្រំដែនពិតប្រាកដទេថាវាអត់មានហើយអញ្ចឹងយើងបន្តបន្សល់អាភាពអញ្ញែអញ្ញៃរឿងរ៉ាវនឹងតដល់កូនចៅចំនួនក្រោយទៀតឬមួយយ៉ាងណានេះជាចំណុចមួយដែលយើងមានការគួរតែចូលរួមចំណែកឲ្យកោតសរសើរក្នុងការលះបង់ភាពក្លាហានចំពោះ
ការប្រឈមមុខជាក់ស្ដែងហើយដោះស្រាយសូមជម្រាបជូនឥឡូវយើងជជែកមួយគ្នាថែមឲ្យស៊ីជម្រៅថែមទៀតមើលសួរថាតើប្រទេសវៀតណាមប្រទេសតូចជាងខ្មែរប្រទេសថៃជាប្រទេសតូចជាងខ្មែរហើយក៏គេប្រទេសគេធំជាងប្រជាជនគេធំជាងគេរាប់10លាននាក់70 80លាននាក់ហើយយើង4 5 10លាននាក់យើង4 5 10លាននាក់ហើយយើងប្រទេសទូចមួយដែលរងគំនាបប្រទេសធំសងខាងតើការដោះស្រាយរបៀបម៉េចហើយយើងនិយាយចេះតែនិយាយយកតែអដេញប្រជាពិធដ្ឋនយោបាយអានឹងជាចំណុចមួយដែលថាសុំឲ្យបើមិនបានស្អីមិនទើសង្ស័យមិនច្បាស់អាចដោយអាដាមបបញ្ញរដ្ឋមន្ត្រីលោកមានប្រសាសន៍សួរបកការវប្បធម៌សន្តានានេះសម្ដេចលោកបានកសាងដូចមកហើយហេតុអីបានជាអដេញចំបាច់មកស្រែកឲ្យដៀលក្បត់ជាតិក្បត់អីអញ្ចឹងជារឿងនេះណាលោកតស៊ូណាអញ្ជើញទៅលោកមានប្រសាមិញភាសានំប៉័ងមួយដុំតស៊ូមិនមែនត្រឹមតែខាងកើតទេខាងលិចទៀតហើយមើលគាត់អាយុប្រមាណហើយសូម្បីតែខ្ញុំក្មេងហ្នឹងអាដេញញ៉ាំនំប៉័ងនេះច្រើនហ្នឹងក៏ទទួលការឈឺចាប់អាដេញបញ្ហាកាពះដែរបញ្ហាសុខភាពដែរបើយើងអាដេញមានអាដេញសុជីវធម៌យើងជាក្មេងជំនាន់ក្រោយយុវជនឬក៏ថ្នាក់ដឹកនាំក្មេងៗក្រោយទៀតក៏មានការគោរពចំពោះរៀមច្បងចាស់ទុំដែលបានលះបង់ពេលវេលាធ្វើការបម្រើជាតិអស់រយៈពេល50ឆ្នាំដោយលោកមានប្រសាសន៍មិញវាមិនដែលណា50ឆ្នាំលក់ជាតិរហូតអញ្ចឹងគាត់ជាជនជាតិអីគាត់ធ្វើការនៅហ្នឹងគាត់កើតនៅហ្នឹងគាត់ជាប្រជាជនខ្មែរអាហ្នឹងខ្ញុំសូមបើកវងកញ្ចក់ប៉ុណ្ណេះឥឡូវតាក់ទងទៅនឹងអាដេញសំណួរអាដាមរដ្ឋលេខាធិការផៃសិផានសួរថាក្រោយពីការបញ្យលរបស់សម្ដេចតេជោនៅក្នុងរដ្ឋសភាអស់ជាង5ម៉ោងឃើញថាមានភាពស្ងប់ស្ងាត់ដែរប្រជាជននៅក្រៅប្រទេសក្តីនៅខាងក្នុងប្រទេសក្តីអត់មានបញ្ហាអីទេបាទគឺទទួលយកបានហេតុអីបានមកជ្រួលច្បល់ឥឡូវនេះខ្ញុំសង្កេតឃើញមាន3ចំណុចសំខាន់គឺទី1គឺគណៈបកប្រឆាំងខ្លួនគាត់នេះបាត់បង់នៅប្រជាប្រិយភាពគាត់បាត់បង់នៅប្រជាប្រិយភាពនៅក្រោមការដឹកនាំនយោបាយរបស់គាត់អញ្ចឹងអ្នកគាំទ្រគាត់មួយចំនួនគឺបានងាកឯងហើយគាត់បានដឹងច្បាស់និយាយប្រធានបទស្អីក៏គេលែងស្ដាប់ដែរហើយខ្ញុំអត់ចូលស៊ីជម្រៅតាក់ទងការដឹកនាំផងគាត់ទេក៏ប៉ុន្តែគឺប្រធានបទមួយដែលគាត់អាចទាញយកស្ដារប្រជាប្រិយភាពឡើងវិញគឺតាក់ទងបញ្ហាព្រំដែននេះព្រំដែននេះគឺគាត់បញ្ឆេះបញ្ហាជាតិនិយមបញ្ហាបញ្ឆេះរើសអើងពូជសាសន៍ហើយដូចអាដាមថ្នាក់ដឹកនាំមានប្រសាសន៍មិញលោកមានប្រសាសន៍មិញថាមិនមែនជាបញ្ហាដែលជាតិនិយមស្រឡាញ់ទឹកដីអីតែម្នាក់ឯងទេគឺជាការស្រឡាញ់ទាំងអស់គ្នារួមគ្នាស្រឡាញ់រួមគ្នាការពារហើយចំណុចនេះខ្ញុំសូមជម្រាបជូនគាត់កំពុងតែយកប្រធានបទនេះដើម្បីស្ដារតាក់ទាញការគ្រប់គ្រងពីប្រជាជនឡើងវិញចំណុចទី2គឺគាត់អត់ទាន់មានលេសពីព្រោះបង្កើតវប្បធម៌សន្តានានេះគាត់អត់ទាន់មានលេសថាតើគាត់ត្រូវបំបះបបោប្រឆេះយកអដេញប្រជាប្រិយភាពរបៀបម៉េចទេតែចៃដន្យដោយសារអដេញមានបញ្ហានៅមូលដ្ឋានបន្តិចហ្នឹងដោយសារតែមេឃុំអាដាមទេសរដ្ឋមន្ត្រីបានក៏មកលោកថាមេឃុំហ្នឹងសង្គ្រោះជាតិគ្នាគាត់ទៀតអញ្ចឹងឆ្កឹះអាហ្នឹងបន្តិចមកដើម្បីឲ្យមានលេសសម្រាប់ពួកគាត់ហ្នឹងធ្វើកិច្ចការរឿងព្រំដែនហ្នឹងដើម្បីទាញការចាប់អារម្មណ៍ពីជាតិអន្តរជាតិដោយការមួលបំភ្លៃប្រវត្តិសាស្ត្របំផ្លើសនៅការពិតអាហ្នឹងហើយដែលធ្វើឲ្យមានបញ្ហានេះកើតឡើងហើយចំណុចនេះក៏ជាប្រធានបទមួយដើម្បីចំណុចទី3ដែលខ្ញុំកត់សម្គាល់គាត់នឹងចិញ្ចឹមបញ្ហានេះរហូតដល់ពេលបោះឆ្នោតឃុំសង្កាត់2017 2018ពីព្រោះម្លងតែឆ្នាំមួយទៀតទេចូលដល់បោះឆ្នោតឃុំអញ្ចឹងគាត់នឹងបន្តទៅទៀតបាទគាត់នឹងបន្តទៅទៀតចំណុចគឺនៅត្រង់សំខាន់ចំណុចនេះហើយខ្ញុំសូមជម្រាបជូនថាអាដាមឧបនាយករដ្ឋមន្ត្រីហៅណាំហុងលោកធ្វើលិខិតឆ្លើយតបទៅនឹងតំណាងរាស្ត្រអាដាមនីវ៉ាន់គាត់3ពិនិត្យមើលពិចារណាចំណុចនេះខ្ញុំស្គាល់គាត់ច្បាស់មិនមែនអាដេញចាប់ដើមមកប្រឆេះហើយបញ្ឈួលអាដេញខាងយុវជនមកចង់ធ្វើបាតកម្មស្អីនេះទេក្នុងលិខិតរបស់លោកក្នុងការសរសេរឆ្លើយតបតំណាងរាស្ត្រខ្លីចំប្រធានបទហើយនិយាយឲ្យចំទៅនិយាយត្រង់ការសរសេរត្រង់នេះភាសាខ្មែរគេថានិយាយត្រង់ពេកវាមិនសូវជាព្រោះបាទវាគេថាចេញមកវារែងស្លែងបើសិនជាអដេញអ្នកនយោបាយដែលខលខូចគេសរសេរពាត់ជុំវិញអញអញៃកងចុះកងឡើងត្រង់តែថ្នមចិត្តអដេញតំណាងរាស្ត្រក្នុងការប្រើសំណួរម្លេះសំអ្នកឯងអត់មានច្រឡោតចឹងទេ
ក៏តែការដែលបង្ហាញច្បាស់លាស់នេះធ្វើឲ្យមានការដែលភ័ន្តច្រឡំដោយសារគាត់ត្រង់លោកត្រង់ខ្ញុំពិនិត្យមើលក្នុងអាដេញខ្លឹមសារនៃលិខិតនេះហើយសូមបើកវងកញ្ចក់ខ្លីតាក់ទងអាដាមឧបៈលោកមានប្រសាសន៍ហើយតែបញ្ហានេះជាបញ្ហាទឹកដីព្រំដែនផងយើងនេះផែនទីផងយើងគឺជាកេរមរតកបន្សល់ទុកពីសម័យបារាំងសម្ដេចតេជោលោកបានមានប្រសាសន៍ច្បាស់លាស់ហើយខ្ញុំទ្រាំតែសូមបញ្ជាក់សារជាថ្មីបន្តិចដែលខ្ញុំបានស្ដាប់នៅប្រសាសន៍ផងលោកបញ្ហាដែលកើតមានឡើងនៅបញ្ហាព្រំដែននេះគឺបន្សល់ទុកផែនទីពីសម័យអាណានិគមបារាំងគឺរដ្ឋបាលបារាំงហ្នឹងគូមកអាការគូផែនទីមកហ្នឹងគឺចំណុចសំខាន់ដែលធ្វើឲ្យមានបញ្ហាហ្នឹងគឺអត់បានសួរពីសម័យប្រទេសទេมันបានជំនុំជាមួយសម័យប្រទេសទេនៅពេលនេះគឺរដ្ឋបាលបារាំងគូសមកគូសខ្លួនឯងហើយអត់ដឹងតាក់ទងភូមិសាស្ត្រប្រវត្តិសាស្ត្រវប្បធម៌ប្រជាជនអីទេគឺគាត់គូអត្តនោម័តដល់ពេលកំណត់ហ្នឹងគឺមានការផ្លាស់ប្ដូរអារឿងខ្សែព្រំដែនហ្នឹងច្រើនទៀតច្រើនដងច្រើនសារអត់មានជំនុំជាមួយអាដេញម្ចាស់សម័យនៅមូលដ្ឋានអញ្ចឹងអាបញ្ហាបសល់ទុកមកនេះវានៅសល់អញ្ចឹងហើយប្រជាជនខ្មែរយើងថាធ្វើស្រែយូរហើយរាប់សិបឆ្នាំតាំងពីដូនតាជាការពិតហើយដោយសារយើងអត់បានតន់កំណត់ព្រំដែនមួយច្បាស់លាស់បសល់ទុកពីសម័យបារាំងមកវានៅតែអញ្ចឹងវានៅកាន់កាប់អញ្ចឹងដល់ទៅពេលយើងកំណត់ទៅតាមអាដេញខ្សែព្រំដែនហ្នឹងមកឧទាហរណ៍លោកបានបំភ្លឺហើយថាមានភូមិខ្លះចូលទៅក្នុងទឹកដីវៀតណាមហើយភូមិខ្លះផ្នែកខ្លះនៃវៀតណាមចូលមកខាងយើងឥឡូវវាចាប់ផ្ដើមយើងត្រូវអាកាត់ហើយអាកាត់ជំរើសវាមាន3លោកបានមានប្រសាសន៍ហើយសួរថាឥឡូវបើសិនជាភូមិយើងចូលទៅក្នុងទឹកដីវៀតណាមសួរថាតើយើងត្រូវកាត់ទាំងប្រជាជនទាំងទឹកដីឲ្យទៅវៀតណាមអញ្ចឹងឬមួយយ៉ាងម៉េចនេះជាដំណោះស្រាយទី1ដំណោះស្រាយទី2ឬមួយក៏ប្រជាជនយើងចលះចេញមកនៅក្នុងទឹកដីយើងវិញមកហើយចាក់ចេញពីភូមិករដែលគាត់រស់នៅតាំងពីដូនតាហ្នឹងមកធ្វើរបៀបហ្នឹងឬមួយយ៉ាងម៉េចដំណោះស្រាយទី3គឺតាក់ទងដូចជំរើសដែលល្អបំផុតរាជរដ្ឋាភិបាលបានគុណគូឲ្យប្រទេសជាច្រើនបានធ្វើអាដាមទេសរដ្ឋមន្ត្រីលោកមានប្រសាសន៍គឺការដោះដូរគ្នាដោះដូរទឹកដីដោះដូរដីបើយើងជ្រុលទៅគេ100ហិកតាយើងសងគេ100ហិកតាវិញហើយការសងនេះសងនៅក្នុងឃុំនៅក្នុងភូមិនៅក្នុងខេត្តតែមួយពីព្រោះឧទាហរណ៍វាមិនដែរយើងដេញដីនៅលោកជំទាវលោកបានប្រាប់ខ្ញុំច្បាស់ដីនៅតាមផ្លូវនរោត្តមផងយើងឯសាបតសងគេដីនៅឯណាកំពង់ស្ពឺណោះវាមិនត្រូវអាតម្លៃដីនេះវាខុសគ្នាអញ្ចឹងប្រហាក់ប្រហែលភូមិសាស្ត្រក្នុងការកាត់សងគ្នាទៅវិញទៅមកបះបើដោយសាររក្សាប្រជាជនឲ្យរស់នៅដដែលហើយការដែលបើសិនយើងកាត់ទាំងប្រជាជនទាំងដីឲ្យទៅនៅគេហើយគេនៅយើងវាពាក់ព័ន្ធរឿងតាំងពីវប្បធម៌ទំនៀមទម្លាប់ភាសាវៀតណាមមកនៅជាមួយយើងទៅចុះបញ្ជីទៅមកនៅជាជនជាតិយើងហើយយើងទៅនៅឯនោះហើយកាន់ពុទ្ធសាសនាតើសាសនាអីឡាក់ហ្នឹងវាបញ្ហាច្រើនណាស់អានេះជាចំណុចមួយដែលខ្ញុំសូមជម្រាបជូនបញ្ហានេះហើយអញ្ចឹងបានថាអាយដាមរដ្ឋលេខាធិការខ្ញុំចង់ដឹងថាតើរូបភាពដែលអាយដាមឃើញគេកំពុងតែបំផុសបំផុលគេចលនាមហាជនតើគេមានបំណងដោះស្រាយបញ្ហាប្រជាពលរដ្ឋពិតប្រាកដឬយ៉ាងម៉េចដែរបាទសូមអរគុណសូមថ្លែងអំណរគុណអាដាមផៃស៊ីប៉ានចំណុចនេះគឺអត់មានអីដែលគាត់មានដំណោះស្រាយអីពិតប្រាកដទេជាការចោទបង្កើតជាបញ្ហានយោបាយកេងចំណេញយកស្លឹកឆ្នោតហើយខ្ញុំសូមជម្រាបជូនថាបញ្ហាដែលគាត់កំពុងបញ្ឆេះនេះអាបញ្ឆេះនេះបញ្ហាធ្ងន់ណាស់គាត់បញ្ឆេះឲ្យមានការរើសអើងពូជសាសន៍អរិយភាពស្អប់ជនជាតិវៀតណាមស្អប់ជនជាតិខ្មែរស្អប់គ្នាទៅវិញទៅមកធ្វើឲ្យឥឡូវហ្នឹងកំពុងបញ្ឆេះធ្វើឲ្យអាដេញចរន្តចង់ធ្វើបាតកម្មទៀតចង់ធ្វើបាតកម្មកាលណាតាក់ទងរឿងអាដេញជាតិសាសន៍រឿងប្រទេសនេះជារឿងសំខាន់ហើយរឿងទឹកដីនេះអាចបង្កទៅជាបាតកម្មទៅជាបាតកម្មហិង្សាបះបោកុបកម្មបង្កើតទៅជាចំនួនរវាងអាដេញប្រទេសនិងប្រទេសធ្វើឲ្យអសន្តិសុខផ្ទៃក្នុងរបស់ប្រទេសហើយដល់អសន្តិសុខធ្វើឲ្យចំនួនប្រទេសនិងប្រទេសខ្ញុំសួរថាតើយើងរក្សាបាននៅអាដេញស្ថិរភាពសន្តិសុខផ្ទៃក្នុងការអភិវឌ្ឍប្រទេសជាតិបានអត់ថាអត់បានទេបើអត់បានឈានទៅដល់អាដេញការអាដេញបត្រុសសារាយបត្រុសបត្រាស់ដោយកម្លាំងប្រដាប់អាវុធឬក៏ឆ្លោះគ្នារវាងប្រទេសនិងប្រទេសឬក៏អាដេញបះបោកុបកម្មវាយប្រហារស្ថានទូតស្អីដូចកាលអាដេញជាមួយថៃកន្លងមកអាហ្នឹងវាទៅជាយើងអត់មានស្ថិរភាពទេកាលណាអត់ស្ថិរភាពជាការបំពាននៅវប្បធម៌សន្តានាជាការបំពាននៅវប្បធម៌សន្តានាដែលសម្ដេចតេជោបាននឹងកំពុងកសាងពីព្រោះចំណុចនេះសំខាន់ណាស់យើងបានធានាហើយរាជរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនកម្ពុជាបាននឹងកំពុងធានាសន្តិភាពគឺមិនឲ្យមានសង្គ្រាមរាំងជលតទៀតទេក៏ប៉ុន្តែពេលបោះឆ្នោតម្ដង
តោះតែងគ្នាបាតកម្មអត់ទទួលស្គាល់ស្លឹកឆ្នោតអំពើហិង្សាកើតឡើងអាញ៉ៃអានេះជារឿងមួយទៀតដែលសម្ដេចដៃជោលោកបានពិនិត្យចំណុចនេះសំខាន់គឺតាក់ទងការធានានៅសន្តិសុខផ្លូវចិត្តសន្តិសុខផ្លូវចិត្តគឺតាមរយៈនៃកិច្ចវប្បធម៌សន្តិនិកនេះឯងកាលណាសន្តិនិកយើងជៀសវាងនៅការដេញអំពើហិង្សានៅផ្ទៃក្នុងយើងបានហើយវាចូលដល់សុខក្នុងចិត្តរាល់ការបោះឆ្នោតបលែងមានបញ្ហាអីបញ្ហាធំមានការជជែកគ្នានេះជាចំណុចមួយដែលសូមឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនយុវនារីដែលលោកមានការស្រឡាញ់ទឹកដីពួកយើងខ្ញុំក៏ស្រឡាញ់ទឹកដីស្រឡាញ់ជាតិដូចតែគ្នាគឺថាសូមឲ្យបងប្អូនយើងទាំងអស់ទុកចិត្តមេត្តាទុកចិត្តដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ដេញសម្ដេចដេជោហ៊ុនសែនក្នុងការដេញការពារដាច់ខាតចំពោះទឹកដីរបស់យើងមិនមែនតែខាងកើតខាងអីទេខាងលិចក៏ដោយខាងជើងខាងត្បូងស្អីក៏ដោយគឺយើងដាច់ខាតត្រូវតែការពារទឹកដីយើងសូមអរគុណសូមអរគុណអេដាមទេសរដ្ឋមន្ត្រីនៅពេលថ្មីនេះអ្នកតំណាងរាស្ត្រនៃមណ្ឌលខេត្តសៀមរាបរបស់គណៈបកសង្គ្រោះជាតិគឺអាយដាមសំអានលោកបានលើកឡើងថាកម្ពុជាបានបាត់ទឹកដីនៅក្នុងច្រកតនហនដែលថាខ្សែខណ្ឌសីមាចូល1គីឡូម៉ែត្រចូលមកក្នុងទឹកដីកម្ពុជាតើមែនដែរឬទេអាយដាមទេសរដ្ឋមន្ត្រីបាទសូមបឋមសូមថ្លែងគុណសូមថ្លែងអរគុណដល់សំណួរដែលអាដាមផៃផានលោកបានលើកឡើងនេះព្រោះថានៅរយៈពេលក្រោយនេះគឺថាមានការបំផុសបំផុលព័ត៌មានមិនពិតរឿងបញ្ហាច្រកនៅច្រកតនហនខេត្តកំពតយើងនេះតាមការពិតទៅគឺថាច្រកតនហននៅច្រកតនហនពុំមានការប្រែប្រួលទេគឺថាវានៅតែដដែលច្រកតនហននៅតែតនហនដដែលគ្រាន់តែថាអ្វីដែលលោកតំណាងរាស្ត្រមណ្ឌលសៀមរាបដែលលោកនិយាយនេះគឺថាវាមិនមានការពិតនៅត្រង់ណាទេខ្ញុំសូមរំលឹកថាអ្វីដែលគាត់ថាដែលគាត់ចោទថាតំបន់នោះមានការរំកិលចូលក្នុងដីហ្នឹងគឺថាសម្ដីគាត់ថាព្រំដែនកម្ពុជាវៀតណាមនៅតំបន់នោះបច្ចុប្បន្នកំណត់ដោយប្រឡាយ79ដែលវៀតណាមជីកនៅឆ្នាំ1979ប៉ុន្តែបើគ្មានការរំកិលព្រំដែនទេខ្សែព្រំដែនពិតប្រកបវានៅពាក់កណ្ដាលព្រៃតាម៉េងហើយគិតពីព្រៃតាម៉េងមកប្រឡាយ79មានចម្ងាយប្រមាណ1គីឡូម៉ែត្រវៀតណាមបានរំកិលព្រំដែនចូលមកដីកម្ពុជាប្រមាណ1គីឡូម៉ែត្រនេះអ្វីដែលគាត់ចោទយើងបើសិនជាលោកណាទាំងអស់បងប្អូនណាដែលស្គាល់ភូមិសាស្ត្រនៃច្រកតនហនហ្នឹងគឺថាវាមិនយល់មិនដឹងជាតំណាងរាស្ត្ររូបហ្នឹងគាត់ទៅឃើញនៅត្រង់ណាគាត់ចង់និយាយអីព្រោះថាបើយើងមើលភូមិសាស្ត្រជាក់ស្ដែងផ្លូវត្រង់ពីតំបន់តនហនទីប្រជុំជនតនហនទៅដល់ចុងព្រែកចុងផ្លូវហ្នឹងគឺថាជាច្រកតនហនហើយតទៅមុខទៀតក៏គាត់ទៅមិនកើតដែរព្រោះមានព្រែកមានទឹកព្រែកតនហនតើគាត់ហែលទឹកព្រៃតនហនទៅត្រយមកខាងក៏ទៅមិនបានហើយដូច្នេះគាត់មិនដឹងថារំកិលពីត្រង់ណាទៅត្រង់ណាបើថានៅព្រៃតនហនវាអត់មានដីទាំងរំកិលទៅកើតទេព្រោះថាចប់ដល់ពីផ្លូវត្រង់ពីប្រជុំជនតនហនទៅដល់មាត់ព្រៃហ្នឹងវាអស់អត់មានតទៅទៀតបាទមាត់ព្រៃហ្នឹងទៀតក៏គ្មានស្អីមានតែអាគារចាស់មួយដូចខ្ញុំថាតូបតាមួយមិនមែនតូបតាផងនៅខាងឆ្វេងដៃវាអត់មានអីទាំងអស់ហើយមិនដឹងជាអាការត្រួតពិនិត្យអត់មានទេកន្លែងហ្នឹងគឺទៅទេឆេញហើយបើសិនជាគាត់និយាយថាចោទថាវៀតណាមជីកប្រឡាយនៅឆ្នាំ1979ហើយតាមការកណនីរបស់គាត់ពីពាក់កណ្ដាលព្រៃតាម៉េងនោះមានប្រហែលជា1គីឡូម៉ែត្រប៉ុន្តែវាយើងរកអាព្រៃតាម៉េងនេះមិនដឹងនៅណាមិនដឹងជានៅណាគាត់មិនដឹងយកផែនទីអីយកមកអំណាងថាព្រៃតាម៉េងហ្នឹងនៅឯណាហើយយើងដល់រួចទៅខ្ញុំលឺសូគាត់បលែងបន្លំមកគាត់ថាព្រៃតាម៉េងហ្នឹងជាព្រៃវិញទេហើយខ្ញុំសូមបញ្ជាក់ថាតាមផែនទីរបស់ក្រមភូមិសាស្ត្រចិនដែលយើងធ្វើជាមូលដ្ឋានក្រមភូមិសាស្ត្រដែលយើងផែនទីដែលយើងយកទៅដាក់អង្គការសហប្រជាជាតិពុំមានឈ្មោះព្រៃតាម៉េងទេហើយព្រៃតាម៉េងឧបមាថាមានព្រៃតាម៉េងឬក៏ព្រៃវិញទេនៅត្រង់ច្រកតនហនគូមិនមែនជាព្រៃព្រំដែនដែរព្រៃព្រំដែនជាប់នឹងកន្លែងជាប់នៅច្រកតនហនគឺព្រៃតនហនបារាំងវាហៅថាស្ទឹងតនហនដែលចំនួននៅលើផែនទី100,000ដូច្នេះហើយគាត់អញ្ចឹងទៅខ្ញុំមិនដឹងថាយើងបានជំរាបទៅសម្ដេចប្រធានរដ្ឋសភារួចហើយថាយើងរកមិនឃើញទេអ្វីដែលគាត់ចោទនោះហើយគាត់ចោទថាបើសិនជាយើងយកតាមព្រៃ79ខ្សែព្រំដែនយើងចូលមកដីកម្ពុជាចំនួន1000ម៉ែត្រប៉ុន្តែបើសិនជាយើងមើលផែនទីរបស់ក្រមភូមិសាស្ត្រចិនទៅអាខ្សែព្រំដែននៅលើផែនទីក្រមភូមិសាស្ត្រចិនគឺវានៅជាប់នឹងផ្លូវ
នឹងផ្លូវលំចាស់របស់បារាំងតាំងពីជំនាន់ដើមមកវានៅជាប់នឹងផ្លូវលំចាស់របស់បារាំងបាទផ្លូវលំចាស់របស់បារាំងហ្នឹង79គេយកអាផ្លូវលំហ្នឹងធ្វើជាព្រែក79ហើយបើព្រែក79នៅលើផ្លូវលំហើយវានៅជាប់នឹងខ្សែព្រំដែន79រួចហើយខ្សែព្រំដែនរបស់ក្រមភូមិសាស្ត្រចិនហើយវាមិនដឹងថាវារមៀលឬក៏វាប្រខិតមិនកើតវានៅជាប់គៀកជាប់នឹងខ្សែព្រំដែនរួចទៅហើយវាមិនដឹងគាត់ចង់និយាយរឿងអីអាហ្នឹងបានថាយើងពិបាកណាស់ឲ្យគាត់ឆ្លើយគាត់ចេះនៅអាណាងថាយើងខ្ញុំនឹងភូតមិននិយាយការពិតមិនយកផែនទីត្រឹមត្រូវយកមកនិយាយផែនទីនេះជាផែនទីដែលយើងដាក់នៅអង្គការសហប្រជាជាតិយើងមិនមានផែនទីណាដូចខ្ញុំបានបញ្យល់តាក់ទងនឹងស្រុកមីមាត់ខេត្តកំពង់ចាមរួចហើយខេត្តត្បូងឃ្មុំរួចហើយយើងអត់មានយកផែនទីណាคล้ายៗមកនិយាយទេតែផែនទីផ្លូវការទាំងអស់ដែលយើងយកមកនិយាយទៅគ្រាន់តែថាយើងមិនមានឃើញបន្លាយ79ណាដែលជីកឲ្យឆ្ងាយពីខ្សែព្រំដែនហើយបខិតផ្នែកព្រំដែនមកតាមបន្លាយ79នោះគឺបន្លាយ79មកដល់ខាងលិចខ្សែផ្លូវខ្សែព្រំដែនឆ្នាំរបស់ក្រមភូមិសាស្ត្រចិនដូច្នេះវានៅជាប់អត់មានទៅបខិតជំរឿអីកើតដល់ទៅ1គីឡូម៉ែត្រនេះហើយដែលជាយើងខ្ញុំចង់បញ្ជាក់ថាសូមឲ្យឯកឧត្តមតំណាងរាស្ត្រសំអាននឹងសូមប្រជុំអាឡែងឃោសនាអកុសលរបៀបនេះទៅបើថាគាត់មិនយល់ផែនទីទេគាត់មិនស្គាល់ផែនទីទេឬគាត់មិនមានផែនទីផ្លូវការទេសូមឲ្យគាត់មកយកផែនទីពីយើងគណៈកម្មការព្រំដែនយើងអត់មានកំណាញ់នឹងបញ្យល់គាត់ទេប៉ុន្តែសូមឈប់អាឡែងធ្វើឃោសនាប្រេះផ្ដាស់ធ្វើឲ្យមានការភ័ន្តច្រឡំដល់មតិសាធារណជនជាតិដូចជាអន្តរជាតិដែរដែលមានការមូលដ្ឋានអីត្រឹមត្រូវនេះជាអ្វីដែលខ្ញុំសូមពីងាយសូមឲ្យគាត់ឈប់ឲ្យកុំអំណាងថាខ្ញុំថាចេះថាចុះដោយគាត់អ្វីអាងថាក្រៅពីอะไรបញ្ហាព្រំដែនហ្នឹងគឺគាត់អាងអ្វីទៅទៀតប្រេះប្រាស់ដែលខ្ញុំពុំអាចព្រះថេរាវិធេរៈគ្រប់ព្រះអង្គជាទីសក្ការៈបងប្អូនរួមជាតិជាទីមេត្រីយើងជាទីគោរពទូលព្រះបង្គំខ្ញុំបាទសូមថ្វាយនឹងថ្លែងអំណរព្រះគុណនិងអរគុណចំពោះការយកចិត្តទុកដាក់នៃការទទួលព័ត៌មានពិតប្រាកដផ្ទាល់ពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលសូមខอบព្រះគុណ